một cănទឹកđầyកំពង់ធំជាលើកដំបូងអ្នកនរគ្នាអានេះខ្ញុំសម្រាប់នៅកន្លែងជួលបន្ទប់ជួលមកដល់នេះមិនដឹងបាយដឹងទឹកណាទេចាំមើលមានពេលដើរថតវីដេអូលេងមកតែម្នាក់ឯងគត់ហ្មងអ្នកនរគ្នាណានៅកំពង់ធំអីជួយអេតមកលេងផងនោះស្ពានអានឹងដឹងស្ពាននេះគេដូចជាតលេហ្នឹងដូចតលេគេហៅស្ទឹងហាវហ្នឹងអត់ដឹងដែរខ្ញុំនៅក្បែរស្ទឹងហាវហ្នឹងអ្នកនរគ្នាបើសិនអ្នកនរគ្នាណានៅចិត្តហ្នឹង add friend មកលេងផងวันนี้ម្នាក់ឯងអត់សុកស្ងអីហ៎តែស្ពាបអែមដែរ fresh ហ្មងណាហើយនេះក្រោយកន្លែងបន្ទប់ជួលខ្ញុំនៅលើបន្ទប់អ្នកនរគ្នាចាំមើលខ្ញុំហើយនៅម្ដុំនេះដូចមិនដឹងមានកន្លែងរមណីយដ្ឋានដើរលេងដូចភ្នំដូចអីអត់ទេមកដូចឆឹងដែលអត់ឃើញនៅទស្សនភាពទាំងអស់គ្នាអត់នេះដូចជាឈ្មោះ resort នៅ resort អ្នកទាំងនេះមកលេងកំពង់ធំអីចង់ហៅកន្លែងសម្រាប់អីអាចមក resort នេះបាន resort នេះfresh ដែរសុទ្ធតែដើមឈើអីទេសភាពអែមចាំឲ្យខ្ញុំឡើងទៅលើនេះខ្ពស់ទេសភាពនៅ resort នេះអែមណាស់អូខេសុទ្ធតែដើមថ្នោតចឹងអ្នកនរគ្នាដែលមកចង់មកដើរលេងកំពង់ធំអាចមកស្នាក់នៅ resort នេះបានហើយណោះទន្លេដែលខ្ញុំនិយាយមុនហ្នឹងដឹងគេហៅស្ទឹងហាវឯដឹងហៅអីទេខ្ញុំមកឃើញគេនេះនៅនេះអត់សុកណាគ្នាមិនដឹងធ្វើស្អីទេម្នាក់ឯងគត់ឃើញស្គាល់ណាទេហើយនៅបន្ទប់ខ្ញុំនៅឃើញបើកទ្វារហ្នឹងគេពីហ្នឹងអត់មានអ្នកតន់ជួលទេដោយសារឥឡូវវាមិនរដូវកាលដើរលេងចឹងទៅអត់សូវមានមនុស្សមកជួលនៅមកជួលនេះមានតែខ្ញុំម្នាក់ឯងបន្ទប់ហ្នឹងគេពីហ្នឹងស្ងាត់ជ្រាបខ្ញុំម្នាក់ឯងហើយតំបន់នេះមិនដឹងគេហៅអីណាដល់គ្នាឃើញខែធ្លាក់ភ្លៀងទៀតទេសភាពអែមតែស្ដាយមិនដែរឲ្យមិនស្គាល់ណាអត់ស្គាល់កន្លែងដើរលេងថ្ងៃចូលទៅធ្វើការនៅក្នុងបន្ទប់ហើយបន្ទប់ម្នាក់ឯងទៀតអត់សុខជាថតវីដេអូលេងអ្នកនរគ្នាចាំមើលបើសិនអ្នកនរគ្នាខេត្តកំពង់ធំណាដែលឃើញអី add friend ឬក៏ comment មកលេងផងគាត់បានគ្នាចឹងណាខ្ញុំនៅម្នាក់ឯងអត់សុខស្ងអីនេះអ្នកនរគ្នា resort ដែលខ្ញុំនៅណាតែខ្ញុំមិននៅអីទេបន្ទប់ជួលធម្មតាតែគាត់ resort នេះមានលំដាប់ដែរលំដាប់ធំដែរអញ្ចឹងណាមានអារម្មណ៍នៅកំពង់ធំនេះអត់សូវមានមនុស្សស្ងាត់អត់ដូចនៅខេត្តផ្សេងខ្ញុំជិះទៅក្រុងក៏អត់សូវមានមនុស្សដែរណាជិះទៅនិយាយរួមពេលយប់អីរៀងស្ងាត់ដែរនៅក្នុងក្រុងនៅក្នុងវាមានឯករាជ្យនៅតំបន់មានឯករាជ្យគឺសំតាអ៊ូអោតែនេះម៉ោង7ម៉ោង8ស្ងាត់ហើយបើកន្លែងខ្ញុំស្នាក់នៅអីទៅម៉ោង6អីហ្នឹងគឺពួកគាត់បិទភ្លើងអស់អញ្ចឹងវាល្ងឹតឆឹងហ្មងចឹងអ្នកនរគ្នាតែប៉ុណ្្នឹងទេចាំមើល
ខ្ញុំថតវីដេអូលេងរាល់ថ្ងៃអត់សុកស្ងីខ្ជិលនៅក្នុងបន្ទប់ចឹងដើរថតទេហើយនៅអរគ្នានៅកំពង់ធំដឹងថាកន្លែងណាមានភ្នំមានអីគ្រាន់តែយើងដើរលេងឡើងភ្នំឡើងអីលេងឯងនៅម្ដុំនេះអត់មានខ្ញុំកលែកមើលមកជុំទៅអត់មានរបៀបដូចភ្នំដូចទឹកជ្រោះអីចឹងណាអ្នកគេបើស្គាល់អីខមមិនប្រាប់ផង